សូមស្វាគមន៍មកកាន់ការនិទានរឿងខ្មោចនៅក្នុងវីដេអូនេះខ្ញុំលើកយកនៅរឿងខ្មោចចំនួន2មកធ្វើការសម្រាយជជូនបងប្អូនសុខសន្តាប់មុនចូលគេងរឿងទី1មានចំណងជើងថាខ្មោចឆ្កួតតណ្ហារឿងទី2មានចំណងជើងថាតាខ្មោចនាងដានីខ្មោចឆ្កួតតណ្ហាកាលពីឆ្នាំ1990ពេលនោះនាងខ្ញុំបានធ្វើការនៅក្នុងក្រុមហ៊ុនបារាំងមួយនាងខ្ញុំជាបុគ្គលិកបម្រើការនៅក្នុងការិយាល័យផ្ទះដែលនាងខ្ញុំស្នាក់នៅចំកណ្ដាលរបស់ក្រុមហ៊ុននោះជាផ្ទះឈើ2ខ្នងមានបរិវេណធំទូលាយព្រមទាំងមានដើមឈើនៅជុំវិញផ្ទះគួរឲ្យចង់រស់នៅជាន់ក្រោមគេបានរៀបចំធ្វើជាការិយាល័យការងារចំណែកនៅជាន់លើជាកន្លែងសម្រាកមានបន្ទប់ទាំងអស់ចំនួន5បន្ទប់ធំជាងគេជាបន្ទប់របស់លោកអនុប្រធានដោយសាររស់នៅមានបន្ទប់ទំនេរនៅឡើយលោកអនុប្រធានក៏អនុញ្ញាតឲ្យនាងខ្ញុំសម្រាកនៅកន្លែងធ្វើការដែរព្រោះយល់ថាផ្ទះរបស់នាងខ្ញុំនៅឆ្ងាយជាងគេរាល់ថ្ងៃសម្រាកផ្ទះនេះតែងតែស្ងាត់ព្រោះនៅចាំកន្លែងតែនាងខ្ញុំនិងចុងភៅ2នាក់ទៀតតែប៉ុណ្ណោះបន្ទប់សល់2ទៀតនៅជាប់គ្នាហើយនៅចំពីមុខទ្វាររបងផ្ទះផងហើយនៅចំពីមុខទ្វាររបងផ្ទះផងធ្លាប់បានឮចាស់និយាយតថាមិនល្អទេព្រោះផ្លូវចេញចូលនោះជាផ្លូវខ្មោចឆ្លងកាត់នាងខ្ញុំមកនៅយូក្រែលដែរហើយនៅមិនទាន់ឃើញអ្វីទេប៉ុន្តែចុងភៅគាត់ថាឧស្សាហ៍ឃើញញឹកញាប់ណាស់ថាដូចជាឃើញមនុស្សដើរជុំវិញផ្ទះនៅពេលយប់ជ្រៅធ្វើឲ្យនាងខ្ញុំមានការសង្ស័យមករហូតមានថ្ងៃមួយមិត្តភ័ក្តិរបស់នាងខ្ញុំបានឈៀងមកលេងនាងខ្ញុំដោយបបួលនាងខ្ញុំទៅដើរលេងទៅរកញ៉ាំអីនៅខាងក្រៅនិងទម្រាំត្រឡប់មកវិញឃើញថាយប់ជ្រៅគួរសមនាងខ្ញុំបើកបន្ទប់មួយដែលនៅជាប់នឹងបន្ទប់ទឹកឲ្យមិត្តនាងខ្ញុំសម្រាកគិតថាឲ្យងាយស្រួលចេញចូលបន្ទប់ទឹកយើងនាំគ្នាចូលគេងនៅវេលាប្រហែលម៉ោង11យប់តាមធម្មតានាងខ្ញុំមិនដែលមានរឿងអ្វីកើតឡើងទេប៉ុន្តែហេតុការណ៍ដែលនឹកស្មានប៉ុន្តែហេតុការណ៍ដែលនឹកគិតមិនដល់នោះត្រឡប់ជាកើតឡើងជាមួយមិត្តរបស់នាងខ្ញុំទៅវិញមិត្តនាងខ្ញុំនិយាយឲ្យស្ដាប់ថាពេលនាងចូលបន្ទប់ត្រៀមខ្លួននឹងដេកនោះនាងមានអារម្មណ៍ថាដូចជាមានមនុស្សមកសម្លឹងនាងគ្រប់ពេលវេលាក្រោយមកពេលនាងទម្លាក់ខ្លួនគេងនាងក៏ឃើញបុរសម្នាក់ដើរទម្លុះទ្វារចូលមកទាំងទ្វារនៅបិទយ៉ាងជិតឈឹង
នាងក៏ភ័យណាស់ប្រញាប់ស្រែកហៅនាងខ្ញុំប៉ុន្តែនាងស្រែកមិនរួចសូម្បីតែកម្រើកខ្លួនក្រោកឡើងក៏ឡើងមិនរួចផងបុរសម្នាក់នោះបានដើរមកនាងនៅក្រែគេងបុរសម្នាក់នោះបានដើរមកនាងនៅក្រែគេងនៅខណៈនោះនាងកំពុងតែដេកផ្ងាបុរសម្នាក់នោះមកអង្គុយក្បែរនាងរួចហើយលូកដៃមកចាប់ក្បាលពោះរបស់នាងព្យាយាមបំរើកខ្លួនគេចចេញប៉ុន្តែធ្វើមិនបាននាងបានតែទន្ទិញញាក់មោនៅក្នុងចិត្តតែអាខ្មោចនោះនៅតែសើចនៅក្នុងដើមកបន្ទាប់មកវាបានលូកដៃចូលទៅក្នុងរបស់នាងព្រមទាំងញ៉ាំក្បាលពោះរបស់នាងយ៉ាងសប្បាយមិត្តរបស់នាងខ្ញុំបានត្រឹមតែយំខ្លាចក៏ខ្លាចភ័យក៏ភ័យនៅខណៈពេលដែលអាខ្មោចឈួតនឹងតណ្ហាកំពុងតែភ្លើតភ្លើននៅលើក្បាលពោះរបស់នាងនោះនាងបានសម្លឹងមើលទៅខ្លួនរបស់វាឃើញធំមឹងនោះនាងបានសម្លឹងទៅមើលខ្លួនរបស់វាឃើញធំធ្មឹងសម្បុរខ្មៅព្រីកព្រមទាំងស្លៀកបិណ្ឌកញ្ចាស់តែមួយគត់អាវក៏អត់មានពាក់នាងគិតក្នុងចិត្តថាមិនដឹងធ្វើយ៉ាងម៉េចល្អទេវាបានអង្អែលដើមទ្រូងរបស់នាងឡើងពេញចិត្តទៅហើយមិនត្រឹមតែប៉ុណ្ណោះវាបានរំកិលដៃរបស់វាចុះមកល្វែងក្រោមរបស់នាងទៀតនាងសម្រេចចិត្តលើកដៃច្រានទ្រូងរបស់វាយ៉ាងខ្លាំងទទេចេះមានប្រយោជន៍ឡើយព្រោះវាដូចជានាងរុញខ្យល់អាចប៉ះត្រូវរាងកាយរបស់វាឡើយពេលនោះវាបានទម្លាក់ខ្លួនត្រៀបពីលើរាងកាយរបស់នាងណែនស្ទើរដកដង្ហើមមិនចង់រួចចៃដន្យនាងបានឮសំឡេងមនុស្សចូលបន្ទប់ទឹកនាងយកជើងធាក់ជញ្ជាំងខ្លាំងពេញទំហឹងពេលនោះម៉ោងប្រហែល12អាធ្រាត្រនាងខ្ញុំមានអារម្មណ៍ឈឺពោះក៏ចូលទៅក្នុងបន្ទប់ទឹកនាងបានឮសំឡេងនាងធាក់ទ្វារលាន់ក្តាំងនាងខ្ញុំបារម្ភក្រែងនាងមានរឿងអ្វីក៏គោះទ្វារបន្ទប់នាងហៅនាងតិចពេលបានឮសំឡេងគោះទ្វារអាខ្មោចនោះវាក៏បាត់ខ្លួនទៅពេលនាងបានរួចខ្លួនហើយនាងក៏ស្ទុះមកបើកទ្វារយ៉ាងប្រញាប់នាងខ្លាចញីញ័រនិយាយដាច់ប្រាប់រឿងរ៉ាវនេះដល់នាងខ្ញុំប្រាប់នាងខ្ញុំថាតាំងពីកើតមកមិនដែលបានជួបហេតុការណ៍ឈួតបែបនេះទេមិនដឹងជាខ្មោចអំបល់យកអីងាប់ទៅហើយនៅតែចង់រួមពេទ្យទៀតបាសជាក្រមុំពោះធំអត់ប្តីគ្រប់
គ្រប់គ្នាជាមិនខានរឿងខ្មោចឈូតតណ្ហាសន្មត់សង្ខេបខ្លីចប់តែប៉ុណ្ណេះសូមស្វាគមន៍ការមកកាន់ការនិទានរឿងខ្មោចរឿងខ្មោចនាងដានីកំឡោះសម្បត្តិជាកំឡោះចាស់អាយុ30ឆ្នាំបានបញ្ចប់ការសិក្សាវិញ្ញាបនបត្រផ្នែកគ្រូបង្រៀនពីសាកលវិទ្យាល័យភ្នំពេញក្នុងឆ្នាំ1996ក្រោយពីបានបញ្ចប់ការសិក្សាក្រសួងបានចេញឈ្មោះឲ្យទៅបង្រៀនក្នុងស្រុកមួយនាខេត្តបាត់ដំបងសម្បត្តិទាំងមិនស្គាល់នរណាម្នាក់សោះសម្បត្តិបានទៅជួលផ្ទះមួយសម្រាប់ការស្នាក់នៅផ្ទះមួយខ្នងនេះស្ងាត់ល្អណាស់ជាផ្ទះរបស់ប្រធានភូមិម្នាក់ដែលគាត់ធ្វើនៅសម្រាប់ចែកឲ្យកូនស្រីក្រោយពេលរៀបការជាមួយនឹងបុរសអ្នកជំនួញម្នាក់ប៉ុន្តែត្រូវបានខកបំណងទៅវិញដោយសារតែកំឡោះអ្នកជំនួញនោះបានទៅរៀបការជាមួយនឹងកូនក្រមុំអ្នកស៊ីមរៀបបាត់ទៅដូច្នេះហើយផ្ទះមួយខ្នងនេះនៅទំនេរជារៀងរហូតមកគាប់ជូននឹងសម្បត្តិរកជួលផ្ទះនៅផងលោកប្រធានភូមិក៏យល់ព្រមជួលឲ្យក្នុងតម្លៃថោកបំផុតសម្បត្តិមកនៅផ្ទះថ្មីនេះលោកប្រធានភូមិក៏យល់ព្រមជួលឲ្យក្នុងតម្លៃថោកបំផុតសម្បត្តិក៏យល់ព្រមហើយមកនៅផ្ទះថ្មីនេះជាផ្ទះទោលមួយខ្នងគុតដាច់ស្រយាលដែលនៅកណ្ដាលចំការជែកមួយរយៈដំបូងផ្ទះនេះមិនមានបញ្ហាហេតុការណ៍អ្វីខុសប្លែកឡើយអាចនិយាយបានថាសម្បត្តិរស់នៅយ៉ាងមានសេចក្តីសុខគ្រប់ប្រការថ្ងៃមួយក្រោយពីងូតទឹកញ៉ាំបាយរួចរាល់អស់ហើយម៉ោងប្រហែល7យប់សម្បត្តិចេញមកអង្គុយយកខ្យល់អាកាសនៅលើរានហាលពីមុខផ្ទះដោយបង្ហើរអារម្មណ៍អណ្ដែតអណ្ដូងស្ងាត់ម្នាក់ឯងនោះក្រសែវភ្នែករបស់សម្បត្តិក៏ងាកទៅឃើញវត្ថុម្យ៉ាងដោយចាយដន្យយប់នោះមានខែភ្លឺស្រទន់ព្រាលស្រាលអាចល្មមនឹងមើលឃើញអ្វីជុំវិញខ្លួនបានច្បាស់ល្អសម្បត្តិមានអាការៈភ្ញាក់បន្តិចបន្តួចព្រោះក្រសែវភ្នែកមិនបានកុហកខ្លួនឯងឡើយពេលនេះស្ត្រីម្នាក់កំពុងដើរសំដៅទៅរកគេសម្បត្តិមានការឆ្ងល់ណាស់ថាមើលនេះហើយមានស្ត្រីហ៊ានដើរម្នាក់ឯងទៀតណោះទីបំផុតស្ត្រីនោះក៏ដើរមកជិតដល់សម្បត្តិក៏ក្រោកឡើងស្វាគមន៍ក្នុងនាមជាម្ចាស់ផ្ទះគេគិតថាប្រហែលជាញាតិមិត្តបងប្អូនរបស់លោកមេភូមិមានធុរៈអ្វីម្យ៉ាងហើយទើបមកទាំងយប់ដូចនេះសម្បត្តិក៏ស៊ូទៅកាន់
នាងថាសូមទោសមានការអ្វីដែរអញ្ជើញអង្គុយសិននាងបង្ហាញស្នាមញញឹមដាក់សម្បត្តិបណ្ដើនិងដើររកកន្លែងអង្គុយបណ្ដើពេលបានកន្លែងអង្គុយក្បែរគ្នាក្រោមពន្លឺព្រះច័ន្ទដ៏ភ្លឺនោះគេអាចប្រាប់ខ្លួនឯងបានថាស្រីម្នាក់នេះស្អាតនិងមានមន្តស្នេហ៍ណាស់ស្រីម្នាក់នេះស្អាតនិងមានមន្តស្នេហ៍ណាស់ស្អាតទាំងមុខស្អាតទាំងរូបរាងរហូតស្ទើរនឹងរកស្រីណាមកប្រៀបបានដូចគ្មានសម្បត្តិក៏ស៊ូទៅកាន់នារីនោះថាអ្នកនាងជាអ្នកណាបាទសម្បត្តិស៊ូបណ្ដើរកកន្លែងអង្គុយបណ្ដើនិងសម្លឹងទៅមុខនាងបណ្ដើនាងក៏ឆ្លើយទៅកាន់សម្បត្តិថានាងបញ្ជាក់ថាលោកគ្រូមានអ្វីប្លែកចិត្តឬនាងបញ្ជាក់លោកគ្រូមានអ្វីប្លែកឬលោកគ្រូក៏និយាយថាទេបាទសូមទោសអ្នកនាងឈ្មោះអ្វីដែរនាងក៏ឆ្លើយទៅកាន់លោកគ្រូវិញថានាងខ្ញុំឈ្មោះនីចាឈ្មោះនីចាជាញាតិឆ្ងាយរបស់លោកប្រធានភូមិអ្នកនាងមករកខ្ញុំនៅពេលនេះមានការអ្វីដែរអ្នកនាងមករកខ្ញុំនៅទីនេះមានការអ្វីដែរនាងតានីក៏ឆ្លើយនាងបង្ហាញស្នាមញញឹមបណ្ដើឆ្លើយតបបណ្ដើថានាងខ្ញុំសុំនៅសម្រាកមួយយប់ជាមួយនឹងលោកគ្រូបានទេពាក្យសំណូមពររបស់នាងធ្វើឲ្យសម្បត្តិត្រូវប្រញាប់បដិសេធភ្លាមអូមិនបានទេអ្នកនាងជាស្ត្រីហើយខ្ញុំជាបុរសយើងប្រកាសជាដេកជាមួយគ្នាពីរនាក់មិនបានទេម្យ៉ាងទៀតបើលោកប្រធានភូមិដឹងគាត់ច្បាស់ជាក្តៅក្រហាយចិត្តមិនខានលោកប្រធានភូមិប្រកាសជាមិនដឹងទេថានាងតានីក៏តបលោកប្រធានភូមិមិនប្រកាសជាដឹងទេចាទោះជានឹងដឹងក៏មិនអីដែរសូមឲ្យនាងខ្ញុំបាននៅសម្រាកជាមួយនឹងលោកគ្រូមួយយប់ទៅសម្បត្តិក្រវីក្បាលបដិសេធដូចដើមខ្ញុំអនុញ្ញាតមិនបានទេកុំភ្លេចថាអ្នកនាងជាស្រីខ្ញុំជាបុរសការខូចខាតតែងតែកើតឡើងបានប្រសិនបើយើងដេកផ្ទះតែមួយជាមួយគ្នានោះសូមឲ្យឈប់មានគំនិតដូច្នេះហើយត្រឡប់ទៅផ្ទះវិញទៅល្អជាងតានីក៏តបទៅលោកគ្រូថាលោកគ្រូស្អប់ខ្ពើមព្រោះតែនាងខ្ញុំមិនស្អាតឬលោកគ្រូសម្បត្តិក៏តបទេមិនមែនទេមិនមែនអញ្ចឹងទេតែជារឿងខូចខាតបាត់បង់ដែលយើងត្រូវទទួលទាំងពីរនាក់សម្បត្តិឆ្លើយដោយស្មោះសរនិងសរសើរថាអ្នកនាងពិតជាស្អាតណាស់ប្រសិនបើទៅប្រកួតបវរកញ្ញាប្រកាសជាជាប់មិនខាននាងតានីក៏ញញឹមម្ដងទៀត
កាលពីឆ្នាំមុនលោកប្រធានភូមិធ្លាប់បញ្ជូននាងខ្ញុំទៅប្រកួតធីតាកសិកម្មគឺនាងខ្ញុំបានទទួលតំណែងឈ្នះដាច់គេទៅហើយសម្បត្តិលាន់មាត់មែនឬបាទមែនឬបាទនាងតានីក៏ឆ្លើយថាចាអនុញ្ញាតឲ្យនាងខ្ញុំដេកនៅទីនេះមួយយប់ផងទៅណាចប់សម្ដីរបស់នាងម្ដងនេះសម្បត្តិមានការភ្ញាក់ផ្អើលបន្តិចបន្តួចព្រោះពេលនេះគេឮសូរសំឡេងឆ្កែលូសម្បត្តិមានចិត្តខ្វល់ខ្វាយជាងធម្មតាអ្នកនាងត្រឡប់ទៅវិញទៅល្អជាងកុំជឿខ្ញុំចុះនៅពេលសម្ដីបដិសេធចុងក្រោយរបស់សម្បត្តិបញ្ចប់ទៅនាងក៏ប្រញាប់ចុះទៅវិញភ្លាមនាងខ្ញុំសូមសរសើរលោកគ្រូថាជាបុរសដែលមានចិត្តរឹងមាំបំផុតហើយចុះបើមិនពេញចិត្តឲ្យនាងខ្ញុំដេកជាមួយនាងខ្ញុំសូមលាសិនហើយនិយាយចប់នាងក៏ឈានជើងដើរចេញទៅបាត់ក្នុងចំណោមគុំចេកដ៏ក្រាស់ឃ្មឹកព្រឹកស្អែកឡើងសម្បត្តិប្រញាប់ទៅជួបលោកប្រធានភូមិដែលជាម្ចាស់ផ្ទះហើយក៏សួរថាលោកប្រធានភូមិមានកូនក្មួយឈ្មោះនីទេនាងថានាងជាសាច់ញាតិមិត្តជិតឆ្ងាយរបស់លោកប្រធានភូមិប្រធានភូមិក៏តបទៅកាន់សម្បត្តិទេខ្ញុំគ្មានទេហេតុអីទៅលោកគ្រូសម្បត្តិនិយាយហេតុការណ៍ដែលកើតឡើងនោះឲ្យលោកប្រធានភូមិស្ដាប់យ៉ាងលម្អិតនាងថែមទាំងបានប្រាប់ថាលោកប្រធានភូមិធ្លាប់បានបញ្ជូននាងឲ្យទៅប្រកួតធីតាកសិកម្មកាលពីឆ្នាំកន្លងទៅនិងបានតំណែងឈ្នះដាច់នារីដទៃទៀតផងលោកប្រធានភូមិសើចហឹសឡើងសម្បត្តិឆ្ងល់ក៏ស៊ូបញ្ជាក់បានសេចក្តីថាយ៉ាងម៉េចលោកប្រធានភូមិឈប់សិនខ្ញុំត្រូវស៊ូលោកគ្រូសិនបាទយ៉ាងម៉េចស្រីដែលមកជួបលោកគ្រូនោះតែងខ្លួនយ៉ាងម៉េចបាទលោកប្រធានភូមិស្លៀកសម្លៀកបំពាក់ចងក្បិននិងដណ្ដប់ស្បៃពាក់ឈីងមានផ្កាពណ៌សសៀតនៅលើត្រចៀកទៀតផងមែនទេលោកគ្រូបាទមែនហើយលោកប្រធានភូមិគេមកជួបនឹងលោកគ្រូនិយាយថាយ៉ាងម៉េចខ្លះបាទលោកប្រធានភូមិនាងប្រាប់ថានាងជាញាតិជិតឆ្ងាយរបស់លោកប្រធានភូមិលោកប្រធានភូមិធ្លាប់បញ្ជូននាងទៅប្រកួតធីតាកសិកម្មនិងបានទទួលតំណែងឈ្នះដាច់គេនាងប្រាប់តែប៉ុណ្ណោះខ្លាចមានរឿងមិនល្អខ្ញុំក៏សុំនាំពរឲ្យនាងទៅវិញលោកគ្រូបានមើលទេថាតើនាងដើរទៅខាងណាលោកគ្រូក៏តបទៅលោកប្រធានភូមិថានាងដើរបាត់ចូលទៅក្នុងចំការចេកទៅលោកប្រធានភូមិក៏ងក់ក្បាល
កាលពីឆ្នាំកន្លងទៅខ្ញុំបានបញ្ជូនផ្លែឈើមួយប្រភេទចូលទៅប្រកួតក្នុងពិធីប្រចាំឆ្នាំរបស់ខេត្តនិងបានទទួលរង្វាន់ឈ្នះដាច់គេផ្លែឈើអីទៅលោកប្រធានភូមិចេកតានីសម្បត្តិព្រឺខ្លួននៅពេលលោកប្រធានភូមិប្រាប់ថាកំឡោះដែលមកនៅផ្ទះមួយខ្នងនេះតែងតែជួបនឹងស្រីក្រមុំតែងខ្លួនរបៀបបុរាណដូចដែលលោកគ្រូបានប្រាប់មកអញ្ចឹងគេហៅថាខ្មោចនាងតានីក្រឡាខ្លួនមកលោកគ្រូចាត់ទុកថាជាបុរសចិត្តរឹងគ្រាន់បើដែលមិនព្រមឲ្យនាងដេកជាមួយបើមិនអញ្ចឹងទេលោកគ្រូប្រាកដជាគ្មានឱកាសបានមកនិយាយរឿងនេះឲ្យខ្ញុំស្ដាប់ទេរឿងខ្មោចនាងតានីសន្មតថាចប់ដោយសង្ខេបខ្លីប៉ុណ្ណេះបងប្អូនទាំងអស់គ្នាចាំតាមដានស្ដាប់និងសន្តាប់នៅរឿងបន្តបន្ទាប់ទៀតជម្រាបលាជួបគ្នានៅវីដេអូថ្មីទៀត